សូមស្វាគមន៍មកកាន់ Channel 7 TV KA សូមអរគុណសម្រាប់ការចុច Subscribe និងចុចសញ្ញាកណ្ដឹងសូមអរគុណខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនតាមដានសម្ដាប់អំពីទំនាយរបស់អស់លោកអ្នកកើតក្នុងឆ្នាំថោះសម្រាប់ឆ្នាំ2026ដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រទូទាយចិនសែដល់ល្បីឈ្មោះដោយនេះសូមពុកម៉ែបងប្អូន comment នៅលេខសំណាងមាសដុល្លារ359និងសរសេរសាធុចំនួន3ដងរួចហើយធ្វើការ share ចេញភ្លាមដើម្បីទទួលបានលេខធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនជារៀងរហូតដូចនេះកុំឲ្យខាត់ពេលវេលាយូរសូមពុកម៉ែបងប្អូនតាមដានសម្ដាប់ជាមួយខ្ញុំបាទ 7 TV KA ដូចតទៅសូមធ្វើការទូទាយជោគវាសនាទូទៅហោរាសាស្ត្រនិងការទូទាយហុងស៊ុយសម្រាប់ឆ្នាំថោះក្នុងឆ្នាំ2026អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះនឹងមានថាមពលខ្លាំងក្លាដែលទទួលបានពីឆ្នាំមីក្នុងឆ្នាំ2026ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2026នេះឆ្នាំនេះរាល់បំណងប្រាថ្នានឹងបានសមតាមបំណងរបស់អស់លោកអ្នកសម្រាប់ការផ្លាស់ប្ដូរជីវិតជំនាញរួមទាំងសេរីភាពជាពិសេសនៅក្នុងអាជីពផ្ទាល់ខ្លួនផងដែរព្រមទាំងសេរីភាពនៅក្នុងជីវិតរបស់អស់លោកអ្នកមានក្រុមមនុស្សចាំជួយជានិច្ចផងដែររាសីរបស់អស់លោកអ្នកនៅក្នុងឆ្នាំនេះគឺឡើងខ្ពស់ត្រដែតផងដែររដូវផ្ការីកនាំមកនូវឱកាសល្អៗនិងផលចំណេញលើផ្នែកហិរញ្ញវត្ថុដែលមិនបានរំពឹងទុកចំណែកឯរដូវក្តៅនឹងពោពេញទៅដោយការងារនិងគម្រោងថ្មីៗឆ្នាំ2026នេះជាឆ្នាំផ្ដល់នូវភាពជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់អស់លោកអ្នកកើតក្នុងឆ្នាំថោះធាតុនាំសំណាងរបស់ឆ្នាំថោះក្នុងឆ្នាំមមី2026មានដូចតទៅពណ៌នាំសំណាងគឺពណ៌ក្រហមពណ៌មាសពណ៌សនិងពណ៌បៃតងលេខនាំសំណាងគឺលេខ3លេខ5លេខ8និងលេខ9ទិសនាំសំណាងគឺទិសខាងជើងនិងទិសខាងកើតសូមធ្វើការទូទាយជោគជតារាសីលេខកស្នេហាការងារនិងសុខភាពរបស់អស់លោកអ្នកកើតក្នុងឆ្នាំថោះសម្រាប់ឆ្នាំ2026 1. បុគ្គលិកលក្ខណៈឆ្នាំថោះគឺជាមនុស្សដែលពូកែសង្កេតមាត់ចិត្តនឹងត្រូវគ្នាពេលខ្លះតាមតែអារម្មណ៍ខ្លួនឯងច្រើនជាងនិងអាចមើលចិត្តមនុស្សធ្លុះទៀតផងចំពោះមិត្តភ័ក្តិគឺស្ថិតនៅក្នុងលំដាប់ទី1ជានិច្ចឆាប់ខឹងតែក៏អាចឆាប់បាត់ទៅវិញនិងមិនសូវមានរឿងលាក់បាំងនោះទេពេលខ្លះអ្នកឆាប់ជឿគេពេកប៉ុន្តែអ្នកក៏ពូកែលួងលោមដូចគ្នាអស់លោកអ្នកកើតក្នុងឆ្នាំថោះគឺជាមនុស្សដែលមានចរិតស្លូតបូតទៀងត្រង់មានវិន័យខ្ពស់ក្នុងជីវិតមានចរិតប្រុងប្រយ័ត្នពីកំណើតលើសពីនេះមនុស្សទាំងនេះក៏មានចិត្តអត់ធ្មត់តស៊ូចិត្តធ្ងន់ចេះរើបំរាស់និងលើកទឹកចិត្តខ្លួនឯងគ្រប់ពេលវេលាដែលជួបទុក្ខឬមានបញ្ហាមនុស្សដែលកើតក្នុងឆ្នាំថោះក៏ជាមនុស្សតែងតែមានមេត្តាអត់ឱនចំពោះអ្នកដទៃត្បិតថាពួកគេជាមនុស្សមានវិន័យតឹងរ៉ឹងក៏ពិតមែនតែមិនចេះគុំគួននឹងនរណាច្រើននោះទេជាធម្មតាមនុស្សដែលកើតក្នុងឆ្នាំថោះជាមនុស្សដែលគេស្រឡាញ់ចូលចិត្តច្រើននេះដោយសារតែសេចក្តីស្រឡាញ់ភាពរីករាយនិងចេះគួរសមករណីភាគច្រើនពួកគេច្រើនតែមានសេចក្តីសុខគ្មានទំនាស់ឬចំនួនតូចតាចពួកគេចូលចិត្តការសប្បាយរីករាយច្រើនមនុស្សទាំងនេះច្រើនតែច្របូកច្របល់នឹងភាពសប្បាយរីករាយបើទោះបីជាពួកគេចង់មានពេលវេលាសប្បាយក៏ដោយតែពួកគេក៏ជាមនុស្សស្ងៀមស្ងាត់អភិរក្សនិយមនិងមានបញ្ញាមនុស្សជាច្រើនគិតថាលក្ខណៈស្នេហារបស់ពួកគេរាក់កំផែលតែពួកគេអាចជាមនុស្សមានចិត្តក្តីស្រឡាញ់ច្រើនជាខ្លាំងជាធម្មតាពួកគេតែងតែស្វែងរកស្នេហាដែលមានភាពស្មោះត្រង់និងទៀងត្រង់ 2. ស្នេហាក្នុងឆ្នាំ2026មានភាពលោកអើនជាមួយគ្នាជាធម្មតាតុនសាយនៅក្នុងទំនាក់ទំនងស្នេហាអាចជួបប្រទះនៅស្នេហានៃភាពស្និទ្ធស្នាលដ៏អស្ចារ្យប៉ុន្តែក៏មានភាពតានតឹងផងដែរដែលបណ្ដាលមកពីការមិនចេះអត់ធ្មត់នៅបញ្ហាដែលកើតមានចំពោះអស់លោកអ្នកនៅលាវនឹងមានឱកាសជួបស្នេហាពិតដែលនឹកស្មានមកដល់ដោយការចាប់ផ្ដើមលឿនរហ័សទៀតផងចំពោះហុងស៊ុយដែលសូមលើកទឹកចិត្តសូមដាក់ដើមហុងស៊ុយដែលមានគ្រីស្តាល់ Rochefort ក្នុងវិស័យស្នេហានៅទិសភាគនិរតីវានឹងបង្កើនភាពសុខដុមរមនាតាក់ទាញស្នេហាដោយស្មោះសរនិងត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងស្នេហាពិតប្រាកដច្បាស់លាស់ផងដែរសូមបើកចិត្តឲ្យទូលំទូលាយចំពោះរឿងរ៉ាវស្នេហាហើយឆ្នាំមមីនឹងនាំមកនូវឱកាសដែលនឹកស្មានមកដល់ក្នុងជីវិតស្នេហារបស់អស់លោកអ្នកផងដែរចំណុចទី3អាជីព
នៅក្នុងអាជីពរបស់អស់លោកអ្នកឆ្នាំមមីបានជំរុញឲ្យអស់លោកអ្នកឆ្ពោះទៅរកការផ្លាស់ប្ដូរដោយភាពក្លាហានមហិច្ឆតារបស់អស់លោកអ្នកត្រូវបានគាំទ្រដោយឆ្នាំមមីហើយការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវទទួលបានផ្លែផ្កាជាទីពេញចិត្តបើសិនជាអ្នកព្រួយផ្ដើមនៅគម្រោងថ្មីគឺអាចទទួលបានជោគជ័យជាពិសេសនៅក្នុងរដូវក្តៅនិងរដូវស្លឹកឈើជ្រុះទោះបីយ៉ាងណាក៏ដោយចុះត្រូវប្រុងប្រយ័ត្នផងរាល់ការធ្វើអ្វីមួយប្រញាប់ប្រញាល់ពេកអាចនាំមកនូវជម្លោះឬការសម្រេចចិត្តមិនត្រឹមត្រូវតទៅនេះសូមធ្វើការណែនាំអំពីហុងស៊ុយសូមពាក់គ្រឿងអិសរាយុដែលមានសញ្ញារិស័យចក្រដើម្បីតាក់ទាញថាមពលសំណាងនិងការការពារក្នុងអាជីពការងារនិងផ្នែកហិរញ្ញវត្ថុរបស់អស់លោកអ្នកចំណុចទី4ហិរញ្ញវត្ថុក្នុងឆ្នាំ2026នេះគឺជាឆ្នាំដែលពោពេញទៅដោយថាមវត្តប្រាក់ចំណូលអាចកើនឡើងតាមរយៈគម្រោងថ្មីឬក៏កិច្ចសហការប៉ុន្តែក៏មានហានិភ័យផងដែរចំពោះការចំណាយដោយតក់ក្រហល់ផងដែរដែលរងឥទ្ធិពលដោយថាមពលនៃអគ្គិភ័យវាចាំបាច់ណាស់ក្នុងការកំណត់អតិភិបចំពោះផែនការចំណាយដែលមានរយៈពេលវែងនិងជៀសវាងហានិភ័យធំតទៅនេះសូមធ្វើការណែនាំអំពីហុងស៊ុយដើម្បីតាក់ទាញភាពរុងរឿងនិងការការពារផ្នែកហិរញ្ញវត្ថុសូមយកឬដាក់ការបូកលុយនៅក្នុងផ្ទះវានឹងនាំឲ្យអស់លោកអ្នកឆ្ពោះទៅរកការសម្រេចចិត្តណាមួយដែលបំផុសគំនិតល្អៗនិងការវិនិយោគដោយជោគជ័យចំណុចទី5សុខភាពថាមពលខ្លាំងក្លារបស់ឆ្នាំមមីអាចនាំមកនូវភាពអស់កម្លាំងនិងភាពតានតឹងជាពិសេសនៅក្នុងពាក់កណ្ដាលទី2នៃឆ្នាំ2026វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំពេលវេលារបស់លោកអ្នកនិងថែរក្សាតុល្យភាពខាងក្នុងរបស់លោកអ្នកសូមបញ្ចេញសកម្មភាពដូចជាហាត់យូហ្គាសមាធិឬការដើរលក្ខណៈជាធម្មជាតិនឹងជួយឲ្យអស់លោកអ្នករក្សាសុខភាពល្អរបស់អស់លោកអ្នកឲ្យបានយូរអង្វែងចំណុចទី6ធាតុទាំង5នៃហោរាសាស្ត្រឆ្នាំថោះទុនសាយក្នុងឆ្នាំ2026ឆ្នាំថោះធាតុឈើអ្នកនឹងបានកសាងទំនាក់ទំនងសំខាន់និងពង្រីកចំណងគ្រួសារឡើងវិញខែមិថុនានិងខែវិច្ឆិកានាំមកនៅពេលវេលានៃមនោសញ្ចេតនាដ៏ល្អអស្ចារ្យមិនធ្លាប់មានពីមុនមកចំពោះឆ្នាំថោះធាតុទឹកវិញជាឆ្នាំផ្ដល់ឱកាសរាល់ចំណេះជំនាញដែលលោកអ្នកមានក៏ប៉ុន្តែសូមប្រយ័ត្នចំពោះបញ្ហាអស្ថិរភាពផ្នែកហិរញ្ញវត្ថុចំពោះឆ្នាំថោះធាតុលោហៈវិញម្ដងសម្រាប់យុវវ័យគឺជាឆ្នាំដែលរកឃើញនឹងការចង់ដឹងចង់ឃើញហើយសម្រាប់មនុស្សចាស់ទុំគឺជាពេលវេលាសម្រាប់ការសម្រាកលំហែធ្វើអ្វីតាមចំណង់ចំណូលចិត្តនិងចំណាយពេលវេលាជាលក្ខណៈជីវិតគ្រួសារចំណែកឯឆ្នាំថោះធាតុដីវិញម្ដងឆ្នាំនេះនឹងផ្ដោតទៅលើអាជីពនិងទំនាក់ទំនងមានឱកាសជួបមនុស្សសំខាន់ទាំងអាជីពនិងស្នេហាចំពោះឆ្នាំថោះធាតុភ្លើងវិញម្ដងមិត្តភាពនិងទំនាក់ទំនងស្នេហាកាន់តែមានស្ថិរភាពល្អសេចក្តីសន្និដ្ឋាននឹងចាប់ជារួមនៅក្នុងឆ្នាំ2026នេះឆ្នាំថោះនឹងមានអារម្មណ៍ថាអ្វីមានលឿនលឿនដោយថាមពលសេះភ្លើដែលជំរុញពួកគេឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានភាពក្លាហាននិងបានធ្វើអ្វីដែលខ្លួនពេញចិត្តការអត់ធ្មត់និងចំណេះជំនាញរបស់ឆ្នាំថោះត្រូវបានវត្ថុហុងស៊ុយដ៏ស័ក្តិសិទ្ធិរងចាំជួយជានិច្ចឆ្នាំនេះអាចនាំមកនូវការរីកចម្រើននិងទទួលបានស្នេហាពិតចំណែកឯរិស័យក៏ឡើងខ្ពស់ត្រដុំត្រដែតផងដែរចំណុចទី7តួអង្គល្បីៗដែលកើតក្នុងឆ្នាំទុនសាយមានដូចតទៅគឺតារា Drew Barrymore គឺជាតារាសម្ដែងផលិតករតារា Hillary គឺជាតារាសម្ដែងនិងតារាចម្រៀងព្រមទាំងជាសហគ្រិនជនជាតិអាមេរិកចំណែកលោកឈ្មោះថា Albert គឺជាអ្នកទ្រឹស្ដីរូបវិទ្យាជនជាតិអាល្លឺម៉ង់លោក Gabriel គឺជាអ្នកនិពន្ធប្រឡំលោកជនជាតិកូឡុំប៊ីកីឡាករ Michael Jordan គឺជាអតីតកីឡាករបាល់បោះអាជីពអ្នកនាង Blake Lively គឺជាតារាសម្ដែងជនជាតិអាមេរិកដ៏ល្បីល្បាញកីឡាករ Messi គឺជាកីឡាបាល់ទាត់អាជីពរបស់អាសង់ទីនដែលជាកីឡាករដ៏ល្បីឈ្មោះអ្នកនាង Katy គឺជាតារាសម្ដែងជនជាតិអង់គ្លេសដ៏ល្បីម្នាក់បាទពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពទំនាយទស្សន៍ទាយរបស់ឆ្នាំថោះសម្រាប់ឆ្នាំ2026នៅពេលនេះឈានដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងដោយអចេតនាក្នុងពេលអត្ថាធិប្បាយខណៈពេលនេះខ្ញុំបាទ 7TVKH សូមអរគុណនិងសូមជម្រាបលា